បាទអញ្ចឹងថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីនៅវិញ្ញាសាភពជ្រើសរើសត្រៀមប្រឡងសប់ចូលសាលាភូមិន្ទរដ្ឋបាលបាទចំណុចបហុចម្លើយភាគ6អញ្ចឹងយើងចាប់ផ្ដើមសំណួរទី201តើព្រះរាជក្រឹត្យស្ដីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7អនុវត្តចាប់ពីថ្ងៃខែឆ្នាំណាកថ្ងៃទី20ខែសីហាឆ្នាំ2023ខថ្ងៃទី21ខែសីហាឆ្នាំ2023កថ្ងៃទី22ខែសីហាឆ្នាំ2023ខថ្ងៃទី23ខែសីហាឆ្នាំ2023បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកថ្ងៃទី22ខែសីហាឆ្នាំ2023សំណួរទី202តើរដ្ឋសភានីតិកាលទី7បើកសម័យប្រជុំលើកដំបូងប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណាកថ្ងៃទី20ខែសីហាឆ្នាំ2023ខថ្ងៃទី21ខែសីហាឆ្នាំ2023កថ្ងៃទី22ខែសីហាឆ្នាំ2023ខថ្ងៃទី23ខែសីហាឆ្នាំ2023បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខថ្ងៃទី21ខែសីហាឆ្នាំ2023សំណួរទី203តើគណៈកម្មការជំនាញនៃរដ្ឋសភានីតិកាលទី7មានចំនួនប៉ុន្មានកមានចំនួន8ខមានចំនួន9កមានចំនួន10ខមានចំនួន11បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកមានចំនួន10សំណួរទី204កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងនីតិកាលទី7នៃរដ្ឋសភាប្រព្រឹត្តទៅនៅថ្ងៃកថ្ងៃទី21ខែសីហាឆ្នាំ2023ខថ្ងៃទី22ខែសីហាឆ្នាំ2023កថ្ងៃទី23ខែសីហាឆ្នាំ2023ខថ្ងៃទី24ខែសីហាឆ្នាំ2023បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខថ្ងៃទី24ខែសីហាឆ្នាំ2023សំណួរទី205អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជាដំបូងច្បាប់ស្ដីពីការរៀបចំរដ្ឋបាលឃុំចូលជាធរមាននៅកថ្ងៃទី5ខែមិថុនាឆ្នាំ1908ខថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953កថ្ងៃទី23ខែតុលាឆ្នាំ1991ខថ្ងៃទី24ខែកញ្ញាឆ្នាំ1993បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកថ្ងៃទី5ខែមិថុនាឆ្នាំ1908សំណួរទី206តើយុទ្ធសាស្ត្រត្រីកោណត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងនីតិកាលទីប៉ុន្មាននៃរដ្ឋសភាកនីតិកាលទី1នៃរដ្ឋសភាខនីតិកាលទី2នៃរដ្ឋសភាកនីតិកាលទី3នៃរដ្ឋសភាខនីតិកាលទី4នៃរដ្ឋសភាបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខនីតិកាលទី2នៃរដ្ឋសភាចូលមកដល់សំណួរទី207តើយុទ្ធសាស្ត្រចតុកោណត្រូវបានដាក់ឲ្យអនុវត្តអស់រយៈពេលប៉ុន្មានឆ្នាំករយៈពេល10ឆ្នាំខរយៈពេល15ឆ្នាំករយៈពេល20ឆ្នាំខរយៈពេល25ឆ្នាំបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយករយៈពេល20ឆ្នាំសំណួរទី208តើការទទួលគោរមងារសម្ដេចដែលត្រូវផ្ដល់ជូនដល់ប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីដែលជាឥស្សរជនជាន់ខ្ពស់ដោយស្វ័យប្រវត្តិនឹងត្រូវអនុវត្តចាប់ពីនីតិកាលទីប៉ុន្មានទៅកនីតិកាលទី5នៃរដ្ឋសភាខនីតិកាលទី6នៃរដ្ឋសភាកនីតិកាលទី7នៃរដ្ឋសភាខនីតិកាលទី8នៃរដ្ឋសភា
បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ G នីតិកាលទី7នៃរដ្ឋសភាសំណួរទី209អត្ថភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នីតិកាលទី7មានប៉ុន្មានផ្នែកកមាន1ផ្នែកខមាន2ផ្នែកកមាន4ផ្នែកខមាន5ផ្នែកបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខមាន2ផ្នែកសំណួរ210កម្មវិធីនយោបាយជាអត្ថភាពដែលដាក់ឲ្យអនុវត្តក្នុងនីតិកាលទី7មានចំនួនប៉ុន្មានចំណុចកមានចំនួន4ចំណុចខមានចំនួន5ចំណុចកមាន6ចំណុចខមាន7ចំណុចបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកមាន6ចំណុចសំណួរ211កម្មវិធីនយោបាយស្តីពីការធានារបស់រាជរដ្ឋាភិបាលជូនជនរួមជាតិនៅក្នុងនីតិកាលទី7មានចំនួនប៉ុន្មានចំណុចកមាន4ចំណុចខមាន5ចំណុចកមាន6ចំណុចខមាន7ចំណុចបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខមាន5ចំណុចសំណួរ212តើក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ1993បានបង្ហាញខ្លឹមសារអត្ថន័យប៉ុន្មានយ៉ាងក1អត្ថន័យខ2អត្ថន័យក3អត្ថន័យខ4អត្ថន័យបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកមាន3អត្ថន័យសំណួរទី213តើអត្ថន័យក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ1993រួមមានន័យដូចខាងក្រោមកប្រវត្តិដែលធ្លាប់រុងរឿងថ្កើងថ្កានខប្រវត្តិទុក្ខសោកអន្តរាយកការភ្ញាក់រលឹកនិងចេះរួបរួមសាមគ្គីខចម្លើយខាងលើត្រូវទាំងអស់បាទតែចម្លើយត្រឹមត្រូវគឺចម្លើយខចម្លើយខាងលើត្រូវទាំងអស់សំណួរទី214យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានរយៈពេលក24ថ្ងៃខ20ថ្ងៃក30ថ្ងៃខ15ថ្ងៃបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយក24ថ្ងៃសំណួរទី215ព្រះមហាក្សត្របានចាត់តាំងសមាជិកព្រឹទ្ធសភាបានចំនួនក1រូបខ2រូបក3រូបខ4រូបបាទនេះចម្លើយត្រឹមត្រូវគឺចម្លើយខ2រូបសំណួរ16អ្នកបោះឆ្នោតនិងអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមានកសមាជិកតំណាងរាស្ត្រក្នុងតំណែងខសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងកសមាជិកតំណាងរាស្ត្រក្នុងតំណែងនិងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌខសមាជិកតំណាងរាស្ត្រក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខសមាជិកតំណាងរាស្ត្រក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងសំណួរទី217តើក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិប៉ុន្មានឆ្នាំក3ឆ្នាំខ5ឆ្នាំក7ឆ្នាំខ9ឆ្នាំបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខ9ឆ្នាំសំណួរទី218តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណាក21កញ្ញា1993ខ23កញ្ញា1993ក24កញ្ញា1993ខ25កញ្ញា1993បាទនេះចម្លើយត្រឹមត្រូវគឺចម្លើយក24កញ្ញា1993សំណួរទី219គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមែនជាកស្ថាប័ននយោបាយខស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
កស្ថាប័នឯករាជ្យខស្ថាប័នរដ្ឋបាលបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកស្ថាប័ននយោបាយសំណួរទី220តើនយោបាយឈ្នះឈ្នះកំណត់លើគោលការណ៍អ្វីខ្លះករក្សាជីវិតរក្សាស្ថាប័នរក្សាកម្មសិទ្ធិខរក្សាស្ថាប័នរក្សាមុខងាររក្សាកម្មសិទ្ធិករក្សាជីវិតរក្សាមុខងាររក្សាកម្មសិទ្ធិខរក្សាមុខងាររក្សាកម្មសិទ្ធិរំលាយស្ថាប័នបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយករក្សាជីវិតរក្សាមុខងាររក្សាកម្មសិទ្ធិសំណួរទី221តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុម័តនៅឆ្នាំណាកឆ្នាំ2009ខឆ្នាំ2011កឆ្នាំ2010ខឆ្នាំ2012បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកឆ្នាំ2010សំណួរទី222នៅព្រះរាជាណាចក្រកម្ពុជាអ្នកដែលមានសិទ្ធិបន្ធូរបន្ថយនិងលើកលែងទោសគឺករដ្ឋមន្ត្រីក្រសួងយុតិធម៌ខនាយករដ្ឋមន្ត្រីកព្រះមហាក្សត្រខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកព្រះមហាក្សត្រសំណួរទី223សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចដែលកអាចប្តឹងបន្តទៅព្រះមហាក្សត្រខបិទផ្លូវតវ៉ាកអាចប្តឹងទៅតុលាការកំពូលខមិនមានចម្លើយត្រឹមត្រូវបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខបិទផ្លូវតវ៉ាសំណួរទីព្រះមហាក្សត្រនៃអំណាចតុលាការតើស្ថាប័នណាជាអ្នកជួយព្រះអង្គក្នុងកិច្ចការនេះកព្រឹទ្ធសភាខទីស្តីការគណៈរដ្ឋមន្ត្រីកក្រុមប្រឹក្សាធម្មនុញ្ញខឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយកក្រុមប្រឹក្សាធម្មនុញ្ញសំណួរទី225ការបង្កើតការលុបចោលការកែប្រែព្រំប្រទល់និងការបដូរឈ្មោះរបស់ឃុំសង្កាត់ក្នុងករណីមិនប៉ះពាល់ដល់ព្រំប្រទល់រាជធានីខេត្តក្រុងស្រុកខណ្ឌពាក់ព័ន្ធត្រូវសម្រេចដោយកសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃតាមសំណើរបស់រាជធានីខេត្តក្រុងស្រុកខណ្ឌពាក់ព័ន្ធឃុំខត្រូវសម្រេចដោយដីការាជធានីខេត្តក្រុងស្រុកខណ្ឌពាក់ព័ន្ធតាមសំណើរបស់ក្រុងស្រុកខណ្ឌកត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រីខត្រូវសម្រេចដោយអនុក្រឹត្យតាមសំណើរបស់មន្ត្រីក្រសួងមហាផ្ទៃបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខត្រូវសម្រេចដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសំណួរទី226លិខិតបទដ្ឋានគតិយុត្តដែលមានឋានានុក្រមខ្ពស់ជាងគេគឺកសន្ធិសញ្ញាខរដ្ឋធម្មនុញ្ញកបទបញ្ជាខច្បាប់បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខរដ្ឋធម្មនុញ្ញសំណួរទី227គណៈបកនយោបាយមិនអាចកទទួលទោសព្រហ្មទណ្ឌខទទួលទោសរដ្ឋប្បវេណីកត្រូវបានរំលាយដោយរដ្ឋាភិបាលខត្រូវបានរំលាយដោយតុលាការបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកត្រូវបានរំលាយដោយរដ្ឋាភិបាលសំណួរទី228គណៈបកនយោបាយគឺជាកសមាគមខនីតិបុគ្គលកអង្គការមិនមែនរដ្ឋាភិបាលខស្ថាប័នសាធារណៈបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខគណៈបកនយោបាយគឺជានីតិបុគ្គលសំណួរទី229តើស្ថាប័នណាដែលបានបញ្ចូលឆ្នាំ1000គេកស្ថាប័នឯករាជ្យកស្ថាប័ននៃរដ្ឋាភិបាលខស្ថាប័នព្រះមហាក្សត្រករដ្ឋសភានិងព្រឹទ្ធសភាខស្ថាប័នរៀបចំការបោះឆ្នោត
បានអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ ខ ស្ថាប័នរៀបចំការបោះឆ្នោតសំណួរទី230តើច្បាប់ធម្មនុញ្ញបន្ថែមប្រកាសឲ្យប្រើជាផ្លូវការនៅថ្ងៃខែឆ្នាំណាក13កក្កដាឆ្នាំ2005ខ13កក្កដា2003ក13កក្កដា2004ខ13កក្កដា2006បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយក13កក្កដាឆ្នាំ2004សំណួរទី231តើច្បាប់ធម្មនុញ្ញបន្ថែមបង្កើតឡើងក្នុងគោលបំណងសំដៅកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខការពាររដ្ឋធម្មនុញ្ញកធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិខហាមមិនឲ្យកែប្រែរដ្ឋធម្មនុញ្ញបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិសំណួរទី232គិតត្រឹមឆ្នាំ2024តើរដ្ឋធម្មនុញ្ញឆ្នាំ1993មានប៉ុន្មានជំពូកនិងប៉ុន្មានមាត្រាកមាន14ជំពូកនិង150មាត្រាខមាន15ជំពូកនិង155មាត្រាកមាន16ជំពូកនិង158មាត្រាខមាន17ជំពូកនិង160មាត្រាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខមាន17ជំពូកនិង160មាត្រាសំណួរទី233តាមអ្នកធ្លាប់ដឹងនិងធ្លាប់ប្រើប្រាស់កន្លងមកតើពាក្យប្រការអាចប្រើជាមួយលិខិតបទដ្ឋានគតិយុត្តអ្វីខ្លះចូលរៀបរាប់កប្រើជាមួយសារាចរណែនាំខប្រើជាមួយសេចក្តីណែនាំកប្រើជាមួយព្រះរាជក្រឹត្យអនុក្រឹត្យខប្រើជាមួយប្រកាសសេចក្តីសម្រេចដីកាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខប្រើជាមួយប្រកាសសេចក្តីសម្រេចដីកាសំណួរទី234នៅក្នុងការប្រជុំជម្រះរឿងក្តីរដ្ឋប្បវេណីនៃសាលាដំបងនីមួយៗត្រូវធ្វើការជំនុំជម្រះដោយចៅក្រមកគឺដោយចៅក្រមមួយរូបឬពីររូបក្នុងករណីដែលច្បាប់បានកំណត់ថាត្រូវវិនិច្ឆ័យជម្រះក្តីដោយក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រមខដោយចៅក្រមមួយរូបកដោយក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រម3រូបខដោយចៅក្រម5រូបបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកគឺដោយចៅក្រមមួយរូបឬ3រូបក្នុងករណីដែលច្បាប់បានកំណត់ថាត្រូវវិនិច្ឆ័យជម្រះក្តីដោយក្រុមប្រឹក្សាជំនុំជម្រះនៃចៅក្រមសំណួរទី235ប្រធានអង្គភិបប្រឆាំងអំពើពុករលួយមានឋានៈស្មើនឹងកឧបនាយករដ្ឋមន្ត្រីខទេសរដ្ឋមន្ត្រីករដ្ឋមន្ត្រីខរដ្ឋលេខាធិការបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខទេសរដ្ឋមន្ត្រីសំណួរទី236សាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថកិច្ចគ្របដណ្ដប់លើកគ្រប់រឿងក្តីវិវាទពាក់ព័ន្ធនឹងការបោះឆ្នោតនិងបញ្ហាពាក់ព័ន្ធនឹងអធម្មនុញ្ញភាពខរឿងក្តីរដ្ឋប្បវេណីរឿងក្តីព្រហ្មទណ្ឌរឿងក្តីពាណិជ្ជកម្មរឿងក្តីការងារនិងរឿងក្តីរដ្ឋបាលករឿងក្តីរដ្ឋប្បវេណីរឿងក្តីព្រហ្មទណ្ឌរឿងក្តីពាណិជ្ជកម្មរឿងក្តីការងារខគ្រប់រឿងក្តីរួមទាំងបញ្ហាពាក់ព័ន្ធនឹងអធម្មនុញ្ញភាពបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខរឿងក្តីរដ្ឋប្បវេណីរឿងក្តីព្រហ្មទណ្ឌរឿងក្តីពាណិជ្ជកម្មរឿងក្តីការងារនិងរឿងក្តីរដ្ឋបាលសំណួរទី237ផ្អែកតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីការរៀបចំអង្គការតុលាការឆ្នាំ2014តើអ្នកណាមានសិទ្ធិជំនុំជម្រះក្តីកព្រះរាជអាជ្ញា
ខចៅក្រម កព្រះរាជអាជ្ញាមេធាវីក្រឡាបញ្ជី ខចៅក្រមព្រះរាជអាជ្ញាមេធាវីក្រឡាបញ្ជីសំណួរទី238តើសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមមានឈ្មោះអ្វីកអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាខអង្គជំនុំជម្រះក្តីវិសាមញ្ញក្នុងតុលាការកំពូលកម្ពុជាកអង្គជំនុំជម្រះក្តីក្នុងតុលាការបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយកអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសំណួរទី239ការធ្វើនិងចេញលិខិតថ្កោលទោសជាសមត្ថកិច្ចរបស់កសាលាដំបងរាជធានីខេត្តខសាលាឧទ្ធរណ៍កតុលាការកំពូលខក្រសួងយុតិធម៌បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខក្រសួងយុតិធម៌សំណួរទី240សមាជិកភាពតុលាការជំនាញនីមួយៗរួមមានកប្រធានតុលាការព្រះរាជអាជ្ញាចៅក្រមនិងក្រឡាបញ្ជីខប្រធានតុលាការចៅក្រមនិងក្រឡាបញ្ជីកចៅក្រមព្រះរាជអាជ្ញានិងក្រឡាបញ្ជីបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខប្រធានតុលាការចៅក្រមនិងក្រឡាបញ្ជីបាទអញ្ចឹងយើងជួបគ្នានៅសំណួរត្រឹមប៉ុណ្ណេះសិនយើងជួបគ្នានៅសំណួរបន្ទាប់នៅវីដេអូក្រោយបាទសូមអរគុណ